គូនកងកាងទាមទារឲ្យប្រជាសហគមន៍នេសាទតំបន់ឆ្នេរមានទាំងបទពិសោធន៍និងចំណេះដឹងខ្លះលើបច្ចេកទេសបណ្ដុះកូនកងកាងមុននឹងយើងចាប់ផ្ដើមបណ្ដុះកូនកងកាងអ្វីដែលយើងត្រូវធ្វើមុនគេបំផុតគឺការរៀបចំថ្នាលសម្រាប់បណ្ដុះដែលយើងយកកូនកងកាងដែលបានបណ្ដុះរួចមករក្សាទុកនិងថែទាំទាន់តែគ្រប់អាយុកាលយកទៅដាំលោកខៀវសាទប្រធានសហគមន៍នេសាទកោះគ្រឹស្ណាលោកស្ថិតនៅក្នុងភូមិកោះគ្រឹស្ណាឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពតបានលើកឡើងថាខ្ញុំសូមរៀបរាប់ពីបញ្ហាដែលថាយើងធ្វើថ្នាលបណ្ដុះក្របកងកាងគឺទី1យើងត្រូវពិនិត្យទៅលើស្ថានភាពដីដែលថាយើងបំរុងនឹងធ្វើជាថ្នាលធ្វើជារោងហ្នឹងនឹងថ្នាលនៃរោងហ្នឹងគ្នាទេយើងត្រូវមើលទិដ្ឋភាពថាជាក់ស្ដែងទោះបីទឹកចូលលិចទៅអត់មានពន្លឺក៏អត់បានដែរយើងពិនិត្យឲ្យថាឲ្យវាមានញែកចឹងមកចូលបាត់ដល់ពេលញែកទៅវិញវានៅគោកតែម្ដងបាទហើយមួយទៀតយើងរៀបចំថ្នាលនឹងដែរយើងត្រូវតែមានស្បៃប្រក់ពីលើយើងធ្វើជារាងហើយយើងប្រក់ស្បៃពីលើប្រក់ស្បៃពីលើមួយជាន់ហើយយើងបានន័យថាយើងកុំអោយវាដល់ពេលយើងទឹកញែកទៅយើងកុំអោយកម្ដៅនឹងវាប៉ះជះលើកូនដែលថាប្រលក់ស្លឹក2ឬមួយក៏ថានៅមណ្ឌលកុំអោយវាមានការស្ញក់ស្អីហ្នឹងត្រូវតែមានដំបូលក្របវាហើយមួយទៀតយើងក៏រៀបចំជារងខ្លះក៏ហៅរងខ្លះក៏ហៅថ្នាលយ៉ាងទៅប៉ុន្តែខ្ញុំហៅថ្នាលចុះបាទខ្ញុំហៅថ្នាលចុះកុំឲ្យវាច្រឡំគ្នាថ្នាលហ្នឹងយើងធ្វើពីចន្លោះ1ម៉ែត្រកន្លះទៅ2ម៉ែត្រទៅតឹងបាទហើយបណ្ដោយវាមាន15ម៉ែត្រទៅ20ម៉ែត្រតាមធម្មតាហ្នឹងហើយមួយទៀតក្នុងលក្ខណៈដែលថាណាយើងធ្វើធំពេកក៏យើងពិបាកក្នុងការយើងចូលថែទាំដូចជាមានកតិកទីឈើអីផ្សេងសម្រាប់អីថាវាហូរចូលក្នុងហ្នឹងយើងពិបាកទៅចូលថែទាំម្ល៉េះយើងធ្វើ1ម៉ែត្រកន្លះទៅ2ម៉ែត្របានហើយយើងជ្រើសរើសពូជឈ្មោះថាជ្រើសរើសពូជយើងយកតែពូជណាល្អទោះបីពូជក្នុងដើមគាត់មួយដើមហ្នឹងវាមានស្អុយពាក់កណ្ដាលក៏យើងអាចអត់យកបានដែរទោះបីយើងបេះមកពីលើមកគេថាមានស្នាមជាលក្ខណៈរបួសអីផ្សេងក៏យើងអត់យកដែរហើយមួយទៀតយើងដូចជាក្របតែថាយើងរើសតែថាកងកាងយើងហ្នឹងវាបានជ្រុះហើយមកដល់ដីហើយយើងរើសក៏យើងពិនិត្យមើលទៅស្ថានភាពល្អដែរជាពពួកស្លឹកតូចបាទខុសគ្នាឃើញទេខុសគ្នាក្របតូចក្របធំខុសគ្នាហើយក្របតូចវាទំហំប៉ុនវាប្រវែងនឹងតែម្ដងលើសនឹងពេកក៏អត់មានដែរបើសិនតែលើសមានតែមួយនេះទេអាចថាកម្ពស់វាមានតែប៉ុណ្ណឹងផ្លែហើយបើក្របវែងនេះវាមានធ្លាក់ទៅដល់6ទឹកហើយបើនោះបាទនឹងយើងធ្លាក់ទៅប៉ុណ្ណឹងហើយប្រភេទកងកាងយើងក្នុងតំបន់យើងនេះយើងបានតែពីរប្រភេទទេយើងអត់មានប្រភេទទី3ទី4នេះគឺយើងអត់មានបានដាំទេយកមកដាំក្នុងដីនេះទេវាប្រភេទទាំងអស់នេះព្រោះកាលណាយើងយកឆ្លងដែនពីណាមកណាមកក៏យើងមិនអាចថាទុកចិត្តវាដែរព្រោះអីវាតំបន់នេះវាជាតំបន់របស់វាព្រោះកាលណាវាផ្លែហ្នឹងយើងជ្រើសរើសពូជមើលស្ថានភាពរបស់វានៅហ្នឹងដាក់នៅហ្នឹងតែម្ដងប្រភេទនេះជាប្រភេទកងកាងក្របស្លឹកធំបាទក្របស្លឹកធំពេលណាដែលថាផ្លែវាចាស់វាមានពណ៌នេះកម្មៅខ្លាំងអាចយើងបេះមកដាក់លើទុកធ្វើពូជបានហើយសណ្ដងនេះបែរជាសណ្ដងនេះវិញវាមានពណ៌លឿងអានេះខ្មៅខ្លាំងយើងអាចបេះវាបានហើយរយៈពេលដែលថាយើងត្រូវបេះក្របនេះឧទាហរណ៍ដល់ខែកញ្ញាបាទចាជំរាបសួរនាងខ្ញុំឈ្មោះតុងសុភាពនាយរងឋានរដ្ឋបាលជលផលកំពតនៅពេលដែលយើងបេះផ្លែកោងកាងហើយយើងយកផ្លែហ្នឹងមកដាក់ក្នុងបាវឬក៏រងដើម្បីត្រាំទឹកដើម្បីឲ្យវាសពាប់នឹងមានភាពរឹងមាំចាហើយទីមួយយើងអាចកម្ចាត់មេរោគជៀសវាងឆ្លងទៅពពួកកូនកោងកាងដែលនៅក្នុងថ្នាលរួចយើងអាចរក្សាទុកពី3ទៅ5ថ្ងៃឬប៉ុន្តែកន្លែងយើងទុកដាក់គឺជាកន្លែងដែលត្រជាក់
mình nên hai dương tục hàng ngày cái đau mình chẳng á chà chẳng dương tục ai nó khổ ở đám chơi rồi có nào mình đó nâng tới đầm bay ở cặp thôi ở cùng đạo hay nó bay để việt đo bẩn lộn rồi trôi mới dương ai phải đọc bà này ca cho đấy vì biên hiệp sầm khăn và sân thì dương ở vô tập đó dương ăn ban sọc xa bịประเภทđây tế viên nhữngประกอบพอลปักปอดเราởขอบกองกลางจังตีมุ้ยdương thời cho rơประเภทở đây ná đại miền ở bát phụ ở miền liệt phụ sách liệt phụ mà thấy ta sang sập hiện rồiประเภทở đây để dương vô máu cứประเภทđây để nó tam ở đập bon ở bà lái rồi có đập bon prai để miền tập prai nữa hay ở mới tới dân miền chi chiết chỉ xét đập bon để nó ở prai cao càng mọi dương ai chơi rồi máu vì anh nói khó nó xả xong xem ở dương bật óc cha xem xong rồi bên đó con cao càng thì mua dương thời miền thong xem bên đó tí pí dương ở ai miền ở pai rồi có tràn đai xem dương ở đạn phóc ở nông ca bần đỏ xem ở trong pu ca bần đỏ ở cao càng vĩnh nóไปđể dương chọn phụ cho tập nông thong mùi phía bay này thong hái dương ai giúp lại cao càng vô mặt đót tay nóไปđể dương đót nước dương ở đót chùm rượu tâm tại 4-5 cm bàn hơi chiều viếng cả đót trâu pết với con cao càng bị bạc nông ca lụt lúa chiều xét nóไปđể quạt chả rực chả hai mũi tiết nóไปđể dương ở vô lại cao càng nó đặt nông thong hái thong để muối trâu rẽ xa cùng người bị khía bị đắp tới 20 cm ដើម្បីឲ្យពួកគាត់ទទួលបានអុកស៊ីហ្សែនក៏ដូចជាភាពលូតលាស់របស់គាត់មានភាពងាយស្រួលហើយមួយទៀតនៅពេលដែលយើងបណ្ដោះហើយយើងត្រូវថែទាំវាជៀសវាងមានសត្វល្អិតឬក៏មានជំងឺអីផ្សេងរីករាលដាលទៅក្នុងថ្នាលបើសិនជាករណីមានសត្វល្អិតឬក៏មានសត្វស៊ីអីយើងត្រូវតែប្រមូលចេញឲ្យបានលឿនបំផុតយើងអាចយកទៅកប់ឬក៏យកទៅដុតចោលឲ្យបានឆ្ងាយដើម្បីជៀសវាងការរីករាលដាលទៅកូនផ្សេងទៀតនៅក្នុងថ្នាលកោងកាងហ្នឹងចា៎តែởក្នុងនោះដែរក្នុងនាមខ្ញុំជាមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពតនាងខ្ញុំស្នើសុំឲ្យប្រជាជនដូចជាប្រជានេសាទនិងយុវជនជំនាន់ក្រោយនិងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមការពារថែរក្សានិងដាំស្ដារឡើងវិញចំពោះព្រៃកោងកាងចា៎សូមអរគុណ